តែងខ្លួនស្អាតថ្ងៃនេះគឺមានកិត្តិយសទៅចូលរួមកម្មវិធីការគេនៅក្នុងភូមិពេលល្ងាចយើងទៅដល់គឺមានការសែនព្រេនតាមប្រពៃណីទលាមទម្លាប់របស់យើងតាមភូមិស្រុកណាហើយកម្មវិធីនោះគឺពេលល្ងាចហ្នឹងគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងពីសំណាក់បងប្អូនយើងដែលម្ចាស់កម្មវិធីគាត់បានអញ្ជើញកាលពីប្រហែលថ្ងៃមុនឲ្យមកចូលរួមខ្លះទៀតក៏នៅកន្លែងចុងភៅមកផ្នែកខ្លះទៀតនៅជួយចិត្តបន្លែមកផ្នែកខ្លះទៀតមកនៅមុខរោងជ័យជួយអបអរសាទរក៏ដូចជាមានភាពអធិកអធមក្នុងកម្មវិធីការរៀបចំកម្មវិធីការនៅតាមតំបន់នីមួយៗគឺមានភាពខុសគ្នាដូចគ្នាទេបងប្អូនកម្មវិធីខ្លះទៀតគឺរៀបចំតាំងពីថ្ងៃហ្នឹងគឺមានការធ្វើដូចជាកម្មវិធីកាត់សក់អីតាំងពីថ្ងៃទី1មកម្លេះតែតាមតំបន់ខ្លះទៀតគឺអត់ទេដូចនៅខាងភូមិខ្ញុំនេះគឺការកាត់សក់ក៏ដូចជាធ្វើកម្មវិធីផ្សេងទៀតហើយចំនួនគឺនៅថ្ងៃទី2ឯណោះហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំថតកាត់នៅក្នុងកម្មវិធីផងកូនកំមុំកូនកន្លោះគឺចោះអាចថាចែកម្លែកចោះទៅកាន់បងប្អូនដែលអត់ធ្លាប់ដឹងថាតើនៅខាងតំបន់នីមួយៗគេមានការរៀបចំមិនខ្លះអញ្ចឹងណាហើយនេះពេលយប់ចូលដល់យប់យើងដែលជាត្រូវបងប្អូនឬក៏សាច់ញាតិអីអ្នកភូមិផងរបងគឺយើងត្រូវជួយរៀបចំដូចជារៀបចំផ្លែឈើទុកឲ្យចំនួននៅថ្ងៃទី2នៅពេលព្រឹកផ្លែឈើដែលតម្រូវឲ្យចំនួននៅពេលព្រឹកនេះគឺមានចម្រុះទូទៅមានសាវម៉ាវមាននំគមមានមង្ឃុតមកសេដាម៉ាក់ប្រេងម៉ាក់ប្រាំងត្រប់ក្រូចថ្លុងច្រើនបកគេបងប្អូនខ្ញុំរៀបរាប់អស់បងប្អូនមើលទស្សនវិជ្ជាជាក់ស្ដែងក្នុងវីដេអូហ្នឹងគឺដឹងស្រាប់ហើយគឺដូចជា36មុខដូចជាគេរៀបរាប់ខ្ញុំឮតាអាចារ្យថា36មុខផ្លែឈើគេប៉ុន្តែក្នុងនេះមិនដឹងបានមុខវាដូចច្រើនលើសនឹងផងដល់មានចេកមានអីចឹងណាហើយនេះចូលដល់ពេលព្រឹកគឺមានបងប្អូនពូមីងយើងចូលរួមម្ចាស់កម្មវិធីបានអញ្ជើញជាភ្ញៀវកិត្តិយសជួយកាន់ផ្លែឈើហើយចូលរោងជ័យហើយនៅក្នុងនោះគឺមានវត្តមានខ្ញុំដែរដែលជាអ្នកភូមិផងរបងជាមួយនឹងគឺបានមកចូលរួមដូចជាបងប្អូនទូទៅនៅក្នុងភូមិដែរនៅក្នុងភូមិបើមានកម្មវិធីការឬក៏បុណ្យទានអីពេលកម្មវិធីធំដូចជាចូលឆ្នាំអីគឺសប្បាយបងប្អូនដោយសារតែពួកយើងខ្លះគឺបានបែកគ្នាយូរហើយអ្នកខ្លះធ្វើការនៅភ្នំពេញអ្នកខ្លះទៅស្រុកគេអីចឹងដល់ពេលបានជុំគ្នាម្ដងគឺសប្បាយបងប្អូនដោយនៅក្នុងកម្មវិធីពងហាយចំនួននេះគឺមានបងប្អូនអំពូមីងយើងតែងខ្លួនបានស្អាតបងប្អូនហើយពួកគាត់មានគ្រួសារហើយក៏ដោយក៏សម្រាប់ពួកគាត់នៅតែស្អាតប្រចាំរហូតដែរឥឡូវនេះយើងមកងាកមើលការហែចំនួនមកដល់មុខរោងជ័យរបស់យើងគឺយើងត្រូវតែហែចូលរោងជ័យហើយរកតុកន្លែងណាមួយដែលយើងគិតថាស័ក្តិសមយើងអង្គុយចាំកូនកំមុំកូនកន្លោះមកទទួលក៏ដូចជាមកស្វាគមន៍ជំរាបសួរបងប្អូនពូមីងយើងក្នុងភូមិហើយនេះបងប្អូនគឺអធិកអធមមែនតើគឺមានបងប្អូនយើងជាច្រើនមានកូនក្មេងមានមនុស្សធំជាពិសេសជាងគេនោះគឺកូនកំមុំកូនកន្លោះស្អាតបងប្អូនអើយទាំងអ្នកកំដរទាំងបងប្អូនយើងគឺស្អាតដែរតែងខ្លួនថ្ងៃនេះគឺស្អាតគ្រប់គ្នាតែម្ដងហើយនេះកូនកំមុំកូនកន្លោះគឺថតទុកជាអនុស្សាវរីយ៍នៅមុខរោងជ័យពីបេប៉ោះហើយបន្តមកទៀតធ្វើដំណើរកាត់មុខបងប្អូនយើងក្នុងភូមិហើយបងប្អូនយើងក្នុងភូមិបាចផ្កាឲ្យពរឲ្យជ័យសូមសិរីសួស្តីមកដល់ត្រង់ចំណុចនេះគឺខ្ញុំសូមកាត់មកដល់ពេលល្ងាចម្ដងព្រោះពេលល្ងាចហ្នឹងគឺមានកម្មវិធីមួយទៀតគឺបងប្អូនយើងគឺមកទទួលទានអាហារក៏ដូចជាភោជនីយអាហារពេលល្ងាចហ្នឹងគឺមានបងប្អូនយើងក៏នៅតែចូលរួមកកមែនតែនប៉ុន្តែជារឿងមួយដែលរឿងពិបាកនោះគឺអាកាសធាតុរត់តែភ្លៀងទេបងប្អូនមានខ្យល់មានភ្លៀងរលឹមមកតិចបដាទាំងដែលភ្ញៀវមិនតាន់បានពេញតុស្រួលបួលផងហើយនេះបងប្អូនខ្យល់យកតែមែនតែនតែម្ដងហើយមាននៅតែមានបងប្អូនយើងចូលរួមមកជាអធិកអធមបន្តគ្នារហូតតតែដល់កម្មវិធីនោះគឺទោះបីជាមានភ្លៀងខ្លាំងយ៉ាងណាក៏នៅតែមានបងប្អូនយើងចូលរួមមកជាច្រើនកផងដែរហើយនេះបងប្អូនយើងដែលមានវត្តមាននៅក្នុងរោងការនោះគឺចាប់ផ្ដើមលើកតុដាក់នៅក្នុងរោងឲ្យកិច្ចផុតពីការសើមក៏ដូចជាសាចហើយខាងនេះគឺមានអ្នកកំដរគឺចាប់ផ្ដើមរៀបចំទៅផ្លាស់ខោអាវដើម្បីនឹងបន្តទទួលភ្ញៀវបន្តទៀតហើយវីដេអូនេះក៏ឈានចូលដល់ទីបញ្ចប់ហើយដែរបើសិនជាបងប្អូនមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់មានចំណុចណាខ្វះខាតក៏ដូចជាពាក្យពេចន៍នៃការបញ្ចូលសម្លេងរបស់ខ្ញុំមានកន្លែងណាខុសឆ្គងក៏សូមបងប្អូនខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយ